អូយបងប្អូនគ្រាន់តែឃើញការសរសេរ caption នៅក្នុង Facebook របស់គង់សម្បូរភ្ញាក់ព្រឺតបងប្អូននេះភ្ញាក់ព្រឺតគាត់ថាគាត់លះបង់អស់ហើយសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិណាប៉ុន្តែសម្រាប់គុណខ្មែរដូចជាមិនបានជួយអីគាត់តិចសោះមិនមែនជួយអីជួយតែសុំឲ្យមានការប្រកួតហ្នឹងក៏អត់ស្ងាត់ឲ្យជ្រាបមែនខ្ញុំទៅជួបគង់សម្បូរគាត់បង្ហាត់អ្នកហាត់បែបសុខភាពនៅ Start Olympic នៅ Start Olympic ជាន់ទី3បាទជាន់ទី3 Olympia តាំងពីនឹងមកដល់ឥឡូវវាសឹងថាមួយឆ្នាំបងប្អូនគង់សម្បូរអត់មានការប្រកួតណាមួយទេបើមានមិនអាចលងភ្នែកខ្ញុំបានទេបាទដឹងតែបានមើលគាត់ប្រកួតប៉ុន្តែអត់ហើយខ្ញុំពេលហ្នឹងក៏បានធ្វើបទសម្ភាសន៍ជាមួយគាត់ដែរតាក់ទងទៅនឹងប្រវត្តិតាក់ទងទៅនឹងអាជីពតាក់ទងទៅនឹងការងារបច្ចុប្បន្នភាពរបស់គាត់ណាគាត់មែនតើទៅបើយើងនិយាយអំពីអាយុក៏ដូចជាសុខភាពនៅបរិបូរបងប្អូននៅពេញបឹបសម្រាប់ការប្រកួតនៅក្នុងកម្មវិធីបដាល់គុណខ្មែរគាត់ដូចជាអត់ទាន់វ័យហួសវ័យជ្រេឬក៏សុខភាពគាត់មានបញ្ហាអីមួយអត់មានទេនៅពេញបរិបូរគាត់នៅវឹកហាត់រាល់ថ្ងៃបងប្អូនរាល់ថ្ងៃគាត់ហាត់អ្នកដែលហាត់សុខភាពបាទនៅ Olympia ប៉ុន្តែក្រោយពីសម្បូរគាត់បានសរសេរ caption នៅក្នុង Facebook របស់គាត់មកឥឡូវនេះមានការប្រកួតមកប្រកួតដែរអត់ទាន់ដល់វគ្គដែលគាត់ត្រូវប្រកួតទេប៉ុន្តែកម្មវិធីរៀបចំជូនគាត់ប្រកួតបាទអញ្ចឹងមកគឺល្អនៅក្នុងទម្រង់មួយនេះសូមសរសើរដល់អ្នករៀបចំកម្មវិធីក្រៅតែពីពុទ្ធសម្បូរគាត់ផុសរឿងអញ្ចឹងមកធ្វើឲ្យមានការចាប់គូឲ្យគាត់បានប្រកួតណាអញ្ចឹងជាការត្រេកអរមួយសម្រាប់ការប្រកួតរបស់ពុទ្ធសម្បូរដែរហើយថ្មីនេះយើងក៏ឃើញមានវ៉ាន់ឆាន់វ័យលោកគ្រូវ៉ាន់ឆាន់វ័យក៏បានមកប្រកួតដែរបងប្អូនយើងជជែកគ្នាតាមរយៈ comment នៅក្នុងវីដេអូនេះមើលមែនតើទៅយើងមិនអាចបន្ទោសទៅដល់សហព័ន្ធបានទេតើតើនឹងការមានប្រកួតឬក៏អត់ប្រកួតអានឹងមកតាមខ្ញុំដឹងមកសហព័ន្ធបានត្រឹមមកសម្របសម្រួលដើម្បីឲ្យមានការប្រកួតប៉ុន្តែសម្រាប់ធំបំផុតនៅក្នុងហ្នឹងគឺទី1ម្ចាស់សង្វៀនហើយនិង sponsor ពីរហ្នឹងធំណាបាទ sponsor គេអ្នកចេញលុយហើយសង្វៀនស្ថានីយ៍ជាអ្នករៀបចំហើយមានពេលខ្លះ sponsor នឹងរៀបសង្វៀនខ្លួនឯងទៀតអញ្ចឹងបងប្អូនកុំអានដាក់ការសង្ស័យទៅលើសហព័ន្ធត្រូវដឹងរឿងនឹងឲ្យពិតសិនដល់ដឹងពិតទៅចង់អាណិតសហព័ន្ធវិញសហព័ន្ធបានចាត់តែមន្ត្រីមកធ្វើអាជ្ញាកណ្ដាលអីតែមានដាក់បន្ទុកអីខុសឆ្គងអីហ្នឹងគឺចាប់ដើម deal ជាសហព័ន្ធទៀតហ្នឹងហើយអត់ត្រូវចិត្តគាត់តាមពិតទៅសហព័ន្ធចាំតែរងនៅបាទដល់គិតឲ្យដល់ទៅបានអាណិតសហព័ន្ធវិញដែរខ្ញុំបាទការដាក់ពិន័យរបស់សហព័ន្ធមួយចំនួនមកបងប្អូនខ្លះអត់ទាន់បានដឹងរឿងហ្នឹងតែយាមានការដាក់ការស្ដីបន្ទោសទៅសហព័ន្ធតែពិតសហព័ន្ធធ្វើមកគឺដើម្បីគុណខ្មែរបើយើងពិនិត្យសាច់រឿងឲ្យចប់គ្រប់ជ្រុងគ្រប់ជ្រោយហើយខ្ញុំនិយាយនេះមិនមែនមានន័យថាខ្ញុំកាន់ជើងសហព័ន្ធឬកាន់ជើងអីអញ្ចឹងបន្តតាក់ទងទៅនឹងសង្វៀនហើយនឹងអ្នក sponsor ដែលគាត់ប្រឹងប្រែងរាល់ថ្ងៃនេះទី1នៅក្នុងកម្មវិធីប្រកួតមួយត្រូវតែមានតួឯកបងប្អូនថាគូឯកឬក៏តួឯករបស់យើងដើម្បីអីដើម្បីគ្នាចំណាយលុយត្រូវការមានអ្នកមើលច្រើនហើយគ្នាត្រូវលក់ផលិតផលដើម្បីលក់ដាច់បានលុយនឹងអត់គ្រប់ទេអត់គ្រប់នឹងការចំណាយមកសង្វៀនគ្រាន់តែយើងធ្វើថ្នាលល្មមបងប្អូនក៏$5,000-6,000ហើយទៅលក់ភេសជ្ជៈលក់អីបើតាមខ្ញុំមើលសន្ទុះនៃការលក់អត់បានទេអត់បាន4,000-6,000នឹងមកវិញបាទ4,000-6,000ដូចចំណាយយកហ្មងដើម្បីយកតែប្រេមឆាយដើម្បីយកតែគេឈ្មោះភេសជ្ជៈក្រុមហ៊ុនណាមិនមែនជារឿងដែលស្រួលប្រហែលទេបងប្អូនអញ្ចឹងបកសរុបមកវិញនៅក្នុងខ្លឹមសារមួយហ្នឹងមកដល់សង្វៀនឥឡូវអ៊ំមកថាភេសជ្ជៈឬក៏ sponsor តម្លាក់ឲ្យទូរទស្សន៍ឬក៏
កម្មវិធីណាមួយធ្វើរៀបចំសង្វៀននឹងអញ្ចឹងទៀតត្រូវ follow ទៅតាម sponsor ដែរតែឥឡូវសរុបមកវិញមើលបើមួយពឹងលើមួយតាអ្នកណាជាអ្នកទទួលខុសត្រូវទៅលើបញ្ហាការប្រកួតនឹងដើម្បីថ្លឹងថ្លែងមិនឲ្យមានការប្រកួតឲ្យបានស្មើភាពគ្នាបើមិនស្មើបាន 100% វាអត់ដូចជីងមែនតែឲ្យមានការប្រកួតជារឿយនៅក្នុងហ្នឹងបើជាអារម្មណ៍របស់ខ្ញុំបើចង់ឲ្យការប្រកួតញឹកញាប់ឬក៏អីអស់ហ្នឹងខ្ញុំគិតវិញមានតែកីឡាករខ្លួនឯងហ្នឹងហ្មងប្រឹងហ្មងអត់មានមកលុំប្រឹងហ្មងដើម្បីអីដើម្បីពីមិនឲ្យល្អមើលការប្រកួតមិនថាប្រកួតខ្មែរគ្នាយើងមិនថាប្រកួតមិត្តភាពមិនថាប្រកួតជាមួយអន្តរជាតិធ្វើមិនឲ្យពេញភ្នែកអ្នកមើលព្រោះកាលណាពេញភ្នែកអ្នកមើលមានការមើលច្រើនview ឥឡូវគេមិនបាច់ភូតគេទេបងប្អូនឥឡូវយើងមាន view audience តាមរយៈគេផ្សាយតាមរយៈ Facebook តាមរយៈ YouTube អាតំណឹងដែលគេអាចមើលស្ទង់ថាកីឡាករណាកម្មវិធីណាទទួលបានការគាំទ្រពីមហាជនច្រើនគេមើលដឹងទាំងអស់អញ្ចឹង sponsor គ្នាត្រូវការលក់ផលិតផលត្រូវការលក់អ្វីទាំងអស់ហ្នឹងចាំបាច់ត្រូវតែឲ្យមានកីឡាករដែលគេចាប់អារម្មណ៍ពីមហាជនអញ្ចឹងដើម្បីឲ្យគេមហាជនចាប់អារម្មណ៍យើងខ្លួនយើងត្រូវប្រឹងក្រោមការសម្របសម្រួលពីសហព័ន្ធពីក្លឹបពីសង្វៀនតាមការពេញចិត្តរបស់ sponsor good job បងប្អូន good job អញ្ចឹងមានតែប៉ុណ្ណឹងបងប្អូនហើយកុំដាក់ការស្ដីបន្ទោសឲ្យគ្នាទៅវិញទៅមកពីមួយទៅមួយអីបាទចាំបងប្អូនអ្វីដែលខ្ញុំលើកមកនេះបងប្អូនចង់ចូលរួមយោបល់យ៉ាងម៉េចដើម្បីឲ្យកីឡាបានវាយហើយយើងមើលឃើញមែនថាមានក្លឹបមួយចំនួនដែលទទួលបានការប្រកួតស្ទើរតែរាល់សប្តាហ៍នោះដោយសារតែកីឡាករនោះឯងជាកីឡាករដែលមហាជនចាប់អារម្មណ៍ឥឡូវក្រុមហ៊ុនមួយចាប់ដើមរៀបចំ Foreman World ជុំទៀតនេះហើយទើបនឹងវាយបានឡានយកឡានហើយថ្មីឥឡូវចាប់ដើមទៀតនោះហើយគឺជាសក្ខីភាពដែលបង្ហាញថាដោយសារតែកីឡាករធនធានអស់ហ្នឹងគឺជាធនធានដែលមហាជនចាប់អារម្មណ៍អញ្ចឹងក្រុមហ៊ុនគេត្រូវការហើយតែក្រុមហ៊ុនត្រូវការសង្វៀនគ្នារៀបហើយស្ថានីយ៍គ្នារៀបហើយបាទព្រោះស្ថានីយ៍ក៏អត់មានលុយដែរពុកម៉ែបងប្អូនអ្នកទស្សនាអ្នកតាមដានបដាល់សង្វៀនក៏អត់មានលុយដែរលុយគឺបានមកពី sponsor ពីអ្នកចាត់ចែងមកទេចឹងយកអានឹងមកម្លេចតម្លៃរួនកីឡាករផងចៅក្រមអាញាកដាលសងវៀនទឹកភ្លួងភ្លាត់បុកក្លឹកអូខ្ញុំសរសើរមែនតាដែលពួកយើងអាចរួមគ្នាធ្វើបានធ្វើឲ្យគុណខ្មែរឈានមកដល់ចំណុចអស់នេះមិនមែនរឿងធម្មតាទេបងប្អូនតែរឿងមួយទៀតដែលសំខាន់គឺការគាំទ្រពីមហាជនបើអត់មហាជនសូ sponsor គេអត់ឧបត្ថម្ភដែរអញ្ចឹងមហាជននឹងសំខាន់មហាជនសំខាន់អញ្ចឹងខ្ញុំសូមចិត្តមកវិញសម្រាប់បងប្អូនទស្សនិកជនដែលស្រឡាញ់គុណខ្មែរបន្តគាំទ្រកុំបាច់មានកំណត់មួយថាបើទើគូអន្តរជាតិបានមើលខ្មែរគ្នាឯងមើលទេអត់ទេអត់និយាយចឹងបងឥឡូវនេះខ្មែរគ្នាឯងវាយល្អមើលជាងអាមួយអន្តរជាតិទៀតហើយបើយើងវាយខ្មែរនេះយើងវាយបានល្អមើលចំណូលនៅក្នុងប្រទេសទៀតបើវាយមើលរងយកលុយផ្ញើទៅម៉ែឪគេនៅរងគេអញ្ចឹងតែយើងត្រូវការផ្សព្វផ្សាយបាទត្រូវការផ្សព្វផ្សាយយើងអត់មានកំណត់ដូចខ្ញុំនិយាយមិញទេយើងត្រូវការផ្សព្វផ្សាយពីសក្តានុពលគុណខ្មែរយើងពីប្រវត្តិពីភាពអស្ចារ្យរបស់គុណខ្មែរយើងមិនថាឲ្យរងទេប្រទេសណាក៏អាចមកវាយប្រកួតនៅស្រុកយើងបានដែរហើយយើងក៏ត្រូវតែមានការប្រកួតជាមួយអន្តរជាតិដែរយើងមិនមែនធ្វើតែខ្មែរនេះយើងធ្វើខ្មែរនេះយើងគេហៅកែបក្នុងដងចឹងអត់ទេហើយឬក៏អង្គុយជាងអេលើខ្លួនឯងអត់ទេអញ្ចឹងយើងត្រូវតែវាយជាមួយបរទេសឈ្នះទៅឲ្យគេយកអាខ្សែក្រវ៉ាត់ហ្នឹងទៅដាក់ប្រទេសគេផ្សព្វផ្សាយនៅស្រុកគេដូចជាម៉ូជាកូឌីវ៉ាប្រទេសកូឌីវ៉ាកីឡាករមកពីប្រទេសកូឌីវ៉ាគាត់គ្រាន់តែឈ្នះបានខ្សែក្រវ៉ាត់ពីឈុតសេរីវ៉ាន់ថងទៅគាត់ទៅដល់ស្រុកគាត់វិញគាត់បើកសន្និសីទកសែត
ស្ថានីយ៍តូចធំនៅក្នុងប្រទេសគាត់មកសម្ភាសចូលមិនងាយណាបងប្អូនពាក់ខ្សែក្រវ៉ាត់ពីប្រទេសមួយទៅប្រទេសមួយយកបានពីប្រទេសមួយទៅផ្សព្វផ្សាយចូលទឹកជន់នៅដីកំណើតរបស់ខ្លួនរឿងធំធេងណាកិត្តិយសរបស់គេណាអញ្ចឹងយើងចង់បាននឹងដែរបាទចង់បាននឹងដែរបាទអញ្ចឹងខ្ញុំអត់មានអីទៀតទេគ្រាន់ថាអ្វីដែលពុទ្ធសម្បូរគាត់និយាយគួរស្រក់ទឹកភ្នែកដែរបងប្អូនអ្វីដែលគាត់លះបង់មកណានឹងឲ្យជូនពរពុទ្ធសម្បូរអញ្ចឹងការប្រកួតរបស់ពុទ្ធសម្បូរមួយនេះសូមឲ្យជោគជ័យនិងជ័យជំនះហើយមានទីផ្សារទៀត